សូមប្រកាសរើសបុគ្គលិកមនុស្សស្រីទាំងប្រាក់ខែទាំងចំណូលសរុបទៅអាចបាន$500ទៅ$1000ដែរក្នុងមួយខែដោយការងារនោះផ្ដោតទៅលើផ្នែកលក់បានន័យថាគាត់ទៅចុះទៅតាមគោលដៅទៅតាមទីផ្សារដើម្បីជួបបងដែលជាអាជីវករអ្នកលក់ចាប់រួយម្ចាស់ម៉ាតនៅក្នុងទីក្រុងភ្នំពេញហ្នឹងណាដើម្បីទំនាក់ទំនងយកប្រេងឆាសុខភាពកម្ពុជាទៅជូនបងជាអាជីវករឬម៉ាតហ្នឹងដាក់លក់បន្តអញ្ចឹងណាដែលប្រេងឆាសុខភាពកម្ពុជាគឺជាប្រភេទប្រេងឆាដែលលក់ដាច់ជាងគេបំផុតនៅក្នុងសកលលោកគឺជាប្រភេទប្រេងឆា RBD Oland Oil ដែលបង្កើតឡើងដោយការយកដូងប្រេងមកចូលរោងចក្របច្ចេកទេសចម្រាញ់តាមបច្ចេកទេសហើយបច្ចុប្បន្ននេះជាប់លេខ1ក្នុងសកលលោកដែលលក់ដាច់ជាងគេបំផុតដូច្នេះបើមានបងប្អូនដែលជាមនុស្សស្រីដែលគាត់ធ្លាប់មានបទពិសោធន៍ឬមានជំនាញតាក់ទងមួយការងារលក់ដែលចុះជួបផ្ទាល់នៅអតិថិជនហ្នឹងគាត់អាចតាក់ទងមកលេខទូរស័ព្ទខ្ញុំបានណា086 7-15ណា086 7-15ដើម្បីយកព័ត៌មានលម្អិតហើយដូចខ្ញុំបញ្ជាក់ចឹងការងារហ្នឹងទាំងប្រាក់ខែទាំងចំណូលមួយខែអាចបានរហូត$500ទៅ$1000ណាហើយតាមរយៈវីដេអូនេះក៏សូមសំណូមពរបងប្អូនខ្មែរយើងជួយគាំទ្រផលិតផលខ្មែរផងបងប្អូនខ្មែរទាំងអស់តែងតែចង់ឲ្យសេដ្ឋកិច្ចខ្មែរល្អអញ្ចឹងណាចង់ឲ្យខ្មែរមានការងារធ្វើច្រើនកន្លែងដូច្នេះមានតែការគាំទ្រផលិតផលខ្មែរទេនៅពេលដែលបងប្អូនគាំទ្រផលិតផលខ្មែរគឺយើងនឹងអាចបង្កើតការងារកាន់តែច្រើនកន្លែងសម្រាប់បងប្អូនខ្មែរហើយក៏ចូលរួមចំណែកជួយសេដ្ឋកិច្ចកម្ពុជាយើងឲ្យខ្លាំងដែរដល់ពេលសេដ្ឋកិច្ចយើងខ្លាំងថ្ងៃក្រោយទៅរដ្ឋាភិបាលក៏គាត់មានកញ្ចប់ថវិកាកាន់តែច្រើនដើម្បីពង្រឹងវិស័យការពារជាតិយើងកាន់តែខ្លាំងដែរអញ្ចឹងណាហើយមានបងប្អូនយើងនិយាយច្រើនណាស់ថាផលិតផលខ្មែរមួយចំនួនហេតុអីបានមិនមានគុណភាពបើប្រៀបមួយប្រទេសផ្សេងដូច្នេះសម្រាប់ខ្ញុំគឺយើងផ្ដោតទៅលើគុណភាពសំខាន់មែនទែនដោយបងប្អូនដឹងហើយប្រេងឆាសុខភាពកម្ពុជាគឺជាប្រភេទប្រេងឆាដែលលក់ដាច់ជាងគេបំផុតនៅក្នុងសកលលោកហើយតម្លៃវាក៏សមរម្យដែរអត់ថ្លៃទេមកដល់ត្រឹម$8000លុយខ្មែរអត់ថ្លៃទេណាបងប្អូនជួយគាំទ្រផងណាហើយបងប្អូនយើងក៏ដោយនៅទីណាក៏ដោយចង់ទិញអាចកំងទិញតាមលេខទូរស័ព្ទខ្ញុំបាន086 7-15 086 7-15ទិញ3ដប free ដឹកជូនទូទាំងប្រទេសណាសូមបងប្អូនជួយចែកម្លែកវីដេអូនេះផងណាជួយចែកម្លែកវីដេអូនេះផងដើម្បីឲ្យបងប្អូនស្រីៗដែលគាត់មានបទពិសោធន៍ការងារពាក់ព័ន្ធមួយអ្វីដែលខ្ញុំនិយាយហ្នឹងឲ្យគាត់តាក់ទងមកធ្វើការអញ្ចឹងណាព្រោះយើងត្រូវរួបរวมគ្នាដើម្បីពង្រឹងផ្សព្វផ្សាយផលិតផលខ្មែរហើយសូមឲ្យបងប្អូនអាជីវករមកតាមខេត្តជួយយកប្រេងឆាសុខភាពកម្ពុជាទៅដាក់តាំងលក់ផងណាដើម្បីឲ្យបងប្អូនខ្មែរយើងផ្សេងទៀតគាត់អាចទិញបានយកទៅញ៉ាំយកទៅប្រើព្រោះប្រេងឆានៅលើទីផ្សារបច្ចុប្បន្នមានប្រេងឆាคล้ายៗក៏ច្រើនប្រេងឆាមកទឹកក៏ច្រើនប្រេងឆាគីមីក៏ច្រើនដូច្នេះវាប៉ះពាល់សុខភាពណាព្រោះប្រេងឆាយើងញ៉ាំរាល់ថ្ងៃដូច្នេះបើយើងទិញប៉ះប្រេងឆាមកទឹកឬប្រេងឆាគីមីឬប្រេងឆាคล้ายៗគឺធ្វើឲ្យបងប្អូនយើងអាចប្រឈមនឹងជំងឺមហារីកថ្ងៃក្រោយដូច្នេះសូមងាកមកគ្រប់គ្រងប្រេងឆាសុខភាពកម្ពុជាដែលយើងផ្ដោតទៅលើប្រេងឆាមានគុណភាពល្អតម្លៃសមរម្យហើយសំខាន់ជាប្រភេទប្រេងឆាលក់ដាច់ជាងគេបំផុតនៅក្នុងសកលលោកយើងនេះអូខេអរគុណណា